So let's have a trip. I don't know. I have so many planned next month and also a lot of work. អត់ដឹងថារៀបចំ schedule មិនអីមិនហើយខ្ញុំធ្វើcontent creator ទៀតដល់ពេលចឹងទៅពេលគេឈប់ចឹងក៏ខ្ញុំត្រូវធ្វើការខ្លួនឯងទៅឲ្យការងារឲ្យ client ឲ្យអីដែរចឹងទៅ there's a lot of work to do ការងារ slide ការងារ slide decreate the fuck ការងារកន្លែងធ្វើការងារ content ការងារផ្សេងទៀតត្រូវទៅញ៉ាំអីមួយពួកម៉ាក់ត្រូវ take care ខ្លួនឯង work remote I wish I can work remotely that works from Siem Reap there's no way តើ on vacation ហើយ I don't want to do anything តើ on vacation ហើយគឺខ្ញុំបិទ Telegram ហ្មងអត់មានអ្នកគេ contact ខ្ញុំចូលហ្មង so it's not a good thing to do ចឹងទៅបើខ្ញុំចង់ទៅដើរលេងខ្ញុំត្រូវបង្ហើរការងារឲ្យអស់ហ្មងបើខ្ញុំដើរលេងស្រួលចិត្តតែចឹងទៅគាំងបេះដូងហ្មងដើរគាំងបេះដូងបដើហ្មងមិនអ្នកក៏មិនមានតែ2នាក់ចឹងបាត់អ្នកសៀមរៀបខ្ញុំទៅណាបាត់ហើយមកនិយាយរឿងសៀមរៀបសុកបាត់ទៅណា just in case it is urgent task you can remotely I mean អូការងារខ្ញុំ urgent ទាំងអស់ខ្ញុំអត់ដឹងថៃទេ or is it just me like I tend to do better under pressure you know មាត់នឹងច្រាំងតិចមែនអូបង that is so rude ទៅមិនមាត់គ្នាពីកណ្ដាលចឹងហ៎បងអត់ទេខ្ញុំឆ្ងល់របៀបថាអឺខ្មែរយើងណាអូខេ should I say អត់របៀបថាអឺ yeah ខ្មែរយើងរបៀបថាឲ្យតារបៀបថា when it's come to okay since ខ្ញុំនៅក្មេងតាំងពីខ្ញុំនៅក្មេងណាមាត់ខ្ញុំចឹងហើយពេលនៅរៀនគេប្រាប់ខ្ញុំថាមាត់ដូចទាប៉ុន្តែ you know អីដែលល្អសោចអីដែលល្អសោចនៅពេលដែលឥឡូវហ្នឹងណា beauty standard ភាពស្រស់ស្អាតឥឡូវហ្នឹងណាគឺនាំគេនាំគ្នាទៅចាក់មាត់ដើម្បីបានមាត់ដូចខ្ញុំអ្នកខ្លះទៅចាក់មាត់រាប់រយដើម្បីបានមាត់ដូចខ្ញុំ and I'm so proud of that if you're not satisfied with that just mute that's okay I don't mind them because there's a lot of people paid to have that lip I like your lip oh thank you yeah mom I know, but I used to like really insecure with my lips. Cause you know beauty standard back then like have thin lip, small nose, small face and stuff, and I got bullied. របៀបថាគេថាមីមាត់ទាអីណែមីមាត់ I have was like the fuck ហ៊ានខាងអីខ្ញុំហ៊ានចប់ពេកបងខ្ញុំហ៊ានទំនាក់ទំនងអន្តរជាតិ